សួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទ David បាទនឹងធ្វើដំណើរចាក់ចេញពីរាជធានីភ្នំពេញបាទធ្វើដំណើរទៅកាន់បាទប្រទេសជប៉ុនបាទក្នុងដំណើរកម្សាន្តមានរយៈពេល6ថ្ងៃបាទនឹង5យប់បាទនៅទីក្រុងតូក្យូបាទប្រទេសជប៉ុនសួស្តីបាទអ្នកទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទនឹងចេញដំណើរបាទពីប្រទេសកម្ពុជារបស់យើងបាទទៅកាន់គោលដៅទេសចរមួយដ៏ល្បីនៅក្នុងអាស៊ីរបស់យើងដែរបាទនោះគឺប្រទេសជប៉ុនបាទអញ្ចឹងសូមអញ្ជើញមកធ្វើដំណើរ boarding ជាមួយនឹងខ្ញុំបាទទាំងអស់គ្នាអូខេ so let's go Hello សួស្តីបងអូខេអ្នកនរគ្នាឥឡូវ finally អូខេយើងបានធ្វើដំណើរទៅកាន់យន្តហោះហើយគឺ boarding របស់យើងគឺបាន successful ហើយដូច្នេះហើយគឺយើងនៅសល់តែមួយចម្ងាយផ្លូវនៃការហោះហើរបាទពីរាជធានីភ្នំពេញបាទទៅកាន់ទីក្រុងហុងកុងហើយបន្តពីទីក្រុងហុងកុងទៅកាន់បាទ Haneda បាទនៃប្រទេសជប៉ុនទាំងអស់គ្នារយៈពេលប្រហែលជា1ម៉ោងបន្ទាប់ពីយើងជិះលើយន្តហោះហើយយើង airline បាទគេក៏បានរៀបចំកម្មវិធីបတ်ស្មាត់ជាដែរ Let's enjoy our lunch យើងពេលហោះហើរមានតែត្រឹម3ម៉ោងទេបាទដូច្នេះហើយទូយើងមួយភាសាទៅហោះលេងបាទទៅហោះបាទអូខេអូខេបាទអស់រយៈពេល2ម៉ោង50នាទីដែលយើងហោះហើរនៅលើមេឃដូច្នេះចុងក្រោយគឺយើងបានធ្វើដំណើរមកដល់បាទអាកាសយានដ្ឋានអន្តរជាតិហុងកុងរួចហើយអូខេអញ្ចឹងគឺយើងមានរយៈពេលតែ1ម៉ោង15នាទីទេក្នុងការធ្វើដំណើរ transit បន្តបាទទៅកាន់ទីក្រុងបាទតូក្យូបាទគឺអាកាសយានដ្ឋានអន្តរជាតិ Haneda អូខេបាទ second flight from Hong Kong to Haneda Tokyoបាទសួស្តីអ្នកនរគ្នាបាទឥឡូវយើងឃើញថាបាទរយៈពេល3ម៉ោង50នាទីបាទនៅលើយន្តហោះបាទចេញពីទីក្រុងហុងកុងមកកាន់បាទ Haneda បាទអាកាសយានដ្ឋានអន្តរជាតិរបស់ជប៉ុនដូច្នេះ finally យើងធ្វើដំណើរមកដល់ប្រទេសជប៉ុនហើយអូខេអញ្ចឹងធ្វើដំណើរទៅឡានកុងទាំងអស់គ្នារួចហើយបន្តដំណើរទៅស្ថានភាពរបស់តែម្ដងបាទអូខេបាទសួស្តីអ្នកទាំងអស់គ្នាឥឡូវខ្ញុំបានធ្វើដំណើរមកដល់សណ្ឋាគារហើយថ្ងៃនេះគឺខ្ញុំបាទគេងនៅសណ្ឋាគារ Sheraton បាទនៅទីក្រុងតូក្យូតែម្ដងបាទអូខេខែ2បាទគេងតែឯងទេថ្ងៃនេះបាទអូមុននឹងគេងនៅក្នុងខាងហូតែលគាត់មានរៀបចំជាលក្ខណៈ sushi box បាទជូនទៅដល់ភ្ញៀវកិត្តិយសទាំងអស់ដែរបាទដូច្នេះហើយមុននឹងគេងគឺយើងពឺតមានពឺតសិនណាបាទយើងមាន sushi box បាទឥឡូវយើងញ៉ាំ sushi box ហើយសិនអូខេ sushi box តែគេរៀបចំឲ្យបាទវ៉ាវឆ្ងាញ់មែនទែនបាទអាហារបែបលក្ខណៈជប៉ុនសួស្តីបាទអ្នកទាំងអស់គ្នាបាទព្រឹកនេះគឺយើងបានធ្វើដំណើរមកដល់បាទភូមិមួយគឺកាវ៉ាហ្គោអ៊ិបាទគឺជាភូមិបុរាណមួយរបស់ប្រទេសជប៉ុនដែរបាទថ្ងៃនេះគឺយើងបានទស្សនាបាទនៅភូមិបុរាណមួយនេះបាទអញ្ចឹងសូមអញ្ជើញបាទទស្សនាមើលទិដ្ឋភាពបាទទាំងអស់គ្នាបាទជាមួយខ្ញុំបាទនៅភូមិកាវ៉ាហ្គោអ៊ិទាំងអស់គ្នាThank you. អូវ៉ាវក្រែបេះដូងទៀតបាទ1100円です。
สุดท้ายบ้านในต่างนี้อะไรนี่คือมาตรงน้ำมิตรว่าน้ำมิตรในน้ำมันมุ้ยก็เขาน้ำมันโตโยเซอร์vàโตโยเซอร์นั่นคือน้ำมันมุ้ยได้ทัดในนงที่ของโตเกียวได้ให้กับไหลนี่ที่ดูtới ลวกในvà một hôm mà hai bạn đẹp lại trên Japan này mà đón bà này lại ní bà chứ như khơi nằm hôm bình thường mình tên bà chứ nằm tuột nam nam tu sana bà cho bốn nhưng bà đã ngọt đi bà xong chị phòng chiêu mới đến bao chuyện bà bẹ đâu ơi à đẹp luôn chứ lắm lấy đẹp luôn chứ lắm bà này ở kia bà nhưng mà thôi làm mà đo thì tăng mùi tiền hay cứ Akihabara thì chưa được món mùi này được bảy đại được nông mà thì không Tokyo bà như đó Tokyo và cứ chưa thì trong mùi cái hai thì trong shopping center là bảy ấy sắp ngày đi bà đã thông mùi shopping đã thông mùi ấy đến cứ được bảy ấy Tokyo bà ok chúng tôi hôm nay thì mùi cho bà tới được món Akihabara ở kia bà bạn đang on here bạn nàyนี่คือยืนอยู่ตัวนะครับเป็นยี่ปันคนแต่มาน้องบ่าทีมหุ้ยคือยืนเบอร์ในขนมบ่าจานหมอยองเนี่ยบ่าไม่ได้เก็บบ่าโป่งไทยสมอนนะไทยจมูกนั้นบ่ากำมาสมดบ่าโอเคใส่กำมาบ่าตโนมันเต้นบ่าจำเบอร์ยังพลูเมื่อในขนมไทยทุกคนบ่ายังบ่าหน้าไอ้จมูกนั้นไอ้บ่าในเมียนวาซาบิโอเคบ่าอาหารเป็นเกจุดที่มาออกเนี่ย let's go ว้าวem wow đi không thấy salmon nữa này同じホテルシェラトンに皆さん泊まってらっしゃる。そうです。สุดท้ายบ้านในต่างนี้เลยนี่คือบ้านกับพงแต่เมียนวัตเมียนบ้านในส่วนกาบ้านซิปาซาเกระบ้านคือเชียส่วนบ้านมุ้ยได้ทมบ้านในขนมบ้านดำบอลชูจีบ้านโดยใช้ให้ทางนี้คือยืนเพิ่มน้ำมาตุสนาบ้านส่วนกาในจังหวัดในแต่น้องบ้านปีพัวประตอปีใครแผลนั่งเตยกันไหลนี่ก็เตยปั้นบัดไทยบ้านปีพัวอดเมียนกาหนึ่งรีจิตติบ้านโอเคยังตุสนาเตยตะเพียบจมูกหนึ่งจังหวัดต่างนี้บ้านสมชื่อ Pasang aku rasa bapak dia aja. Suka Fuji. Fuji sepatu. Jangan deh.
បាទសួស្តីបាទអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំបានធ្វើដំណើរបាទចាក់ចេញពីតំបន់ Fuji Mountain បាទធ្វើដំណើរមកកាន់បាទកន្លែងមួយដែលជាកសិកម្មបែបទំនើបរបស់ប្រទេសជប៉ុនដែរបាទកន្លែងនេះគឺចំការ Strawberry អញ្ចឹងពួកយើងធ្វើដំណើរមកកាន់ចំការ Strawberry នេះគឺយើងបេះនៅ Strawberry បាទហើយញ៉ាំនៅក្នុងកន្លែងនៅទីកន្លែងតែម្ដងបាទអញ្ចឹងសូមអញ្ជើញបាទធ្វើដំណើរបាទទស្សនានៃការបេះ Strawberry ជាមួយនឹងខ្ញុំបាទទាំងអស់គ្នាបាទសូមអញ្ជើញនេះយើងឃើញ strawberry ជាច្រើននៅទីនេះណាអូខេអញ្ចឹងខ្ញុំ pick up strawberry មួយបាទហើយញ៉ាំទាំងអស់គ្នាបាទជូនបងប្អូនអស់គ្នាបាទញ៉ាំកំសាន្តបាទផ្អែមត្រជាក់ហ្មងបាទហើយនៅក្នុងប្រទេសជប៉ុនបាទ strawberry គឺឆ្ងាញ់បាទOkay I want to try more បាទមានទៀតនេះអូខេយ៉ាបាទគឺជាការគេ farm គេធំបាទនៅក្នុងនេះបាទដីប្រហែលជា 1000 ម៉ែត្រការ៉េដែរសួស្តីបាទអ្នកទាំងអស់គ្នាហើយពួកយើងបានធ្វើដំណើរទៅទីក្រុងតូក្យូដែលជាទីក្រុងបាទសេដ្ឋកិច្ចពាណិជ្ជកម្មក៏ដូចជាទីក្រុងបាទនយោបាយបាទរបស់ប្រទេសជប៉ុនហើយនៅពេលនេះគឺយើងធ្វើដំណើរមកកាន់តំបន់កសិកម្មបាទរបស់ប្រទេសជប៉ុនវិញម្ដងអញ្ចឹងនៅខាងមុខខាងក្រោយខ្នងរបស់ខ្ញុំនឹងគឺជាតំបន់កសិកម្មរបស់ប្រទេសជប៉ុនតែម្ដងតំបន់នេះគឺគេដាំបាទចម្ការមួយចំនួនដូចជា strawberry បាទក្រៅពីហ្នឹងគឺគេដាំតំពាំងបាយជូរដាំផ្លែភេកបាទហើយក៏ដាំខ្ទឹមដាំអីចឹងណាបាទជាលក្ខណៈកសិកម្មរបស់ប្រទេសជប៉ុនតែម្ដងបើយើងឃើញថាមកដល់កន្លែងនេះមានខ្យល់ត្រជាក់លហឹមបាទល្អមែនទែនបាទអាកាសធាតុនៅនេះគឺត្រជាក់ល្អបាទប្រហែលជា17អង្សាសេបាទល្អមែនទែនសួស្តីបាទទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបានកំពុងតែនៅកន្លែងមួយដែលគេហៅថារាត្រីនៅទីក្រុងតូក្យូបាទតំបន់នេះគេហៅថាតំបន់សិនយូគុបាទតំបន់សិនយូគុគឺជាតំបន់បាទទីក្រុងមួយដ៏ល្បីដែរបាទហើយតាក់ទងជាមួយនឹង night life របស់ជនជាតិបាទជប៉ុនក៏ដូចជាភ្ញៀវទេសចរទាំងអស់ដែលធ្វើដំណើរមកកាន់ទីនេះដែរអញ្ចឹងចង់ដឹងថាសិនយូគុបាទមានអ្វីខ្លះបាទសូមអញ្ជើញមកទស្សនាជាមួយនឹងខ្ញុំបាទនៅវីដេអូបាទទាំងអស់គ្នាបាទខ្ញុំក៏ដូចជាជនជាតិជប៉ុនទូទៅដែរបាទនៅពេលដែលខ្ញុំធ្វើដំណើរមកដល់ជប៉ុនខ្ញុំធ្វើដំណើរដូចគ្នាបាទអូខេ let's go ទាំងអស់គ្នាស្អីមកសួស្តីបាទអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំដើរមកពីព្រៃម្ដងបាទហើយគឺជារថភ្លើងបាទនៅទីក្រុងតូក្យូបាទពួកយើងចាប់បានបាទចាក់ចេញពីស៊ីនយូគុបាទធ្វើដំណើរទៅកាន់បាទតំបន់ Disneyland បាទនៅក្នុងស្ថានភាពរបស់យើងបាទអូខេអញ្ចឹងមើលបាទទិដ្ឋភាពបាទជារថភ្លើងនៅក្នុងប្រទេសជប៉ុនទាំងអស់គ្នាបាទThe Tokyu Toyoko Line, the Tokyu Dei Toshin Line, the KM quay rồi đi anh, để quay đi luôn.
បាទសួស្តីបាទអស់លោកលោកស្រីដែលកំពុងតែទស្សនាបាទខ្សែវីដេអូរបស់ខ្ញុំបាទថ្ងៃនេះខ្ញុំបាទកំពុងតែមានវត្តមាននៅអារាមអាសាគុសាបាទនៃទីក្រុងតូក្យូបាទរបស់ប្រទេសជប៉ុនអារាមមួយនេះគឺជាអារាមមួយដ៏ល្បីត្រូវបានកសាងឡើងនៅក្នុងសតវត្សទី6បាទដោយប្រជានេសាទចំនួន2នាក់បាទបង្កើតឡើងបាទដូច្នេះហើយអារាមនេះនៅពេលនេះខ្លាយទៅជាអារាមមួយដ៏ល្បីល្បាញបាទនៅក្នុងបាទទីក្រុងតូក្យូតែម្ដងហើយក៏ដូចជាពិភពលោកតែមួយតែម្ដងអញ្ចឹងដើម្បីឲ្យដឹងថាតើអារាមពុទ្ធសាសនាមួយដ៏ធំនៅក្នុងទីក្រុងតូក្យូហើយល្បីល្បាញនេះយ៉ាងណានោះបាទសូមអញ្ជើញបាទទស្សនាបាទទស្សនវិជ្ជាខ្ញុំធ្វើចូលទៅហុកហ្នឹងឯងខ្ញុំថតតែនេះផង អូខេឥឡូវយើងញ៉ាំអាហារបែបជប៉ុនបាទយប់ឡើងគឺយើងដើរលេងបែបជប៉ុនទៀតបាទយើងទៅសងសឹកជាមួយជប៉ុនបាទ បាទយើងកំពុងតែមានវត្តមាននៅក្នុង Team Lab បាទ Flynet បាទនៅក្នុងទីក្រុងតូក្យូបាទប្រទេសជប៉ុនបាទអូខេយើងឃើញថាយើងនៅតែចូលតែបាទសាប់តែបាទ Wow, thầy coi. Wow, this is so surprised. Yeah.
Anh nhìn mau cùng nói đấy rồi. ห้องเปิดกู Hả? Go back home. Right now we're gonna go back home. Okay, ឥឡូវយើងត្រឡប់ទៅផ្ទះវិញហើយ Let's go back home ជាមួយនឹងខ្ញុំទាំងអស់គ្នាពីជប៉ុន